បងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់ទុកចោលបានក្នុងគូប៉ាំងហើយប៉ុន្តែមិនដឹងថាត្រូវដកលុយយកមកវិញនឹងតាមរបៀបណាថ្ងៃនេះផងដែរខ្ញុំនឹងប្រាប់បងប្អូនពីរបៀបដកលុយអីវ៉ាន់ដែលយើងបានលុបចោលនៅក្នុងគូប៉ាំងតោះដំបូងគឺយើងចូលទៅកាន់ app គូប៉ាំងហើយបន្តមកទៀតយើងចុចលើសញ្ញាក្បាលមនុស្សនេះមកនេះបន្ទាប់ពីចុចលើសញ្ញាក្បាលមនុស្សនឹងមកយើងអូសវាឡើងទៅលើហើយយើងនឹងឃើញគេដាក់ពាក្យថាឆាជូសាយ៉ុងហានុនមេញូហើយយើងរកពាក្យដែលគេដាក់ថាជេសូផាន់ភូមិខ្ជន់នេះយកឲ្យយើងចុចលើពាក្យនឹងមកបន្ទាប់ពីចុចលើពាក្យនឹងមកវានឹងលោតអីវ៉ាន់ដែលយើងធ្លាប់ផាន់ភូមិពីមុនមកនឹងឲ្យយើងមើលថាយើងនឹងបានផាន់ភូមិអីវ៉ាន់នេះខ្លះឥឡូវយើងមកមើលទាំងអស់គ្នានេះគឺជាអីវ៉ាន់ដែលខ្ញុំធ្លាប់បានផាន់ភូមិកន្លងមកហើយបន្ទាប់មកទៀតយើងរើសយកពាក្យដែលគេដាក់ថាមូធុងចាំងផាន់ភូមិយើងចុចលើពាក្យនឹងមកបន្ទាប់ពីចុចលើពាក្យនឹងមកហើយវានឹងលោតពាក្យមួយវានឹងលោតផ្ទាំងមកបែបនេះគឺវាឲ្យយើងដាក់ថាក្រេឆាទាំងរុកខាគីយើងចុចលើពាក្យនឹងមកបន្ទាប់ពីចុចលើពាក្យយើងមកវានឹងលោតឈ្មោះ account របស់យើងនេះជាឈ្មោះ account របស់ខ្ញុំហើយវាឲ្យយើង Suntech Enhance Suntech នឹងមានន័យថារើសធនាគារហើយបន្តទៀតក្រេឆាប៉ុនហូឥឡូវយើងរើសធនាគារសិនធនាគារដែលខ្ញុំប្រើគឺ Uri Enhance បន្តទៀតយើងចុចលេខកង់របស់យើងចូលមកបន្ទាប់ពីចុចលេខកង់ហើយយើងចុចគ្រីសកន្លែងនេះមកបន្ទាប់ពីចុចគ្រីសហើយគឺយើងធ្វើការចុចទាំងរ៉ាប់ពណ៌ខៀវនេះមកហើយគេប្រាប់ថាលេខកង់របស់ខ្ញុំហ្នឹងគឺអត់អាចភ្ជាប់បានទេមូលហេតុដែលអាចភ្ជាប់បានហ្នឹងគឺខ្ញុំប្រាប់បងប្អូនគឺដោយសារតែនេះ account របស់ខ្ញុំនេះគឺវាមានតែឈ្មោះខ្ញុំទេប៉ុន្តែលេខកង់ធនាគាររបស់ខ្ញុំហ្នឹងគឺវាមានទាំងឈ្មោះតកលរបស់ខ្ញុំហើយឈ្មោះខ្ញុំដល់ពេលចឹងហើយក្រុមហ៊ុនគូប៉ាំងអត់អាចឲ្យយើងនឹងទាំងរកបានទេលក្ខខណ្ឌដែលអាចទាំងរកបានលុះត្រាតែឈ្មោះ account របស់យើងនេះហើយនឹងឈ្មោះកង់ធនាគារដែលយើងបានចុចនេះគឺវាត្រូវតែដូចគ្នាប៉ុន្តែយើងនៅតែអាចមានវិធីផ្សេងដកលុយពីក្នុងអីវ៉ាន់ដែលយើងបាន concert នឹងហើយយកមកទិញអីវ៉ាន់សារថ្មីបានដែរនៅវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនពីរបៀបដកលុយអីវ៉ាន់ដែលយើងបាន concert នឹងហើយយកមកទិញអីវ៉ាន់សារថ្មីអរគុណ